នៅថ្ងៃទី20ខែមករាឆ្នាំ2026នៅទីស្តីការក្រសួងឯកឧត្តមប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានអនុញ្ញាតឲ្យឯកឧត្តមបូកែវភូមិវង្ស័យឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសម្ដែងការគួសមនិងជម្រាបលាក្នុងឱកាសដែលឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជារយៈពេល4ឆ្នាំដោយជោគជ័យឯកឧត្តមប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានថ្លែងសរសើរដល់ឯកឧត្តមបូកែវភូមិវង្ស័យឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំកម្ពុជាដែលក្នុងអាណត្តិរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតប្រទេសទាំងពីរបានផ្លាស់ប្ដូរទស្សនៈកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ទៅវិញទៅមកជាញឹកញាប់ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណព្រមទាំងមានកិត្តិយសនិងមោទនភាពដែលបានបំពេញការងារការទូតនៅកម្ពុជារយៈពេល4ឆ្នាំមកនេះឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រីពីភាពជោគជ័យនៃការរៀបចំមហាសន្និបាតលើកទី12នៃគណៈបកប្រជាជនបដិវត្តឡាវកាលពីថ្ងៃទី6ទី8ខែមករាឆ្នាំ2026ដោយបានអនុម័តកម្មវិធីនយោបាយបកនិងផែនការសេដ្ឋកិច្ចរយៈពេល5ឆ្នាំរបស់សបបឡាវដោយឆ្នាំ2026នេះជាខួបលើកទី70នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនិងដើម្បីអបអរខួបនេះប្រទេសទាំងពីរកំពុងរៀបចំដំណើរព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះបាទព្រះករុណានរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទៅកាន់ប្រទេសឡាវឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនិងស្ថាប័នពាក់ព័ន្ធកម្ពុជានានាដែលបានផ្ដល់កិច្ចសហប្រតិបត្តិការនិងការគាំទ្រយ៉ាងជិតស្និទ្ធក្នុងអាណត្តិរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានជូនពរឯកឧត្តមឯកអគ្គរដ្ឋទូតជោគជ័យក្នុងការបំពេញភារកិច្ចថ្មីនិងបានបញ្ជាក់នូវការត្រៀមខ្លួនរបស់កម្ពុជាក្នុងការផ្ដល់ការគាំទ្រនិងកិច្ចសហប្រតិបត្តិការជាមួយឯកអគ្គរដ្ឋទូតឡាវថ្មីដើម្បីពង្រឹងចំណងមិត្តភាពទ្វេភាគីបន្ថែមទៀត